ជំរាបសួរបងប្អូនទាំងអស់គ្នាឥឡូវនេះយើងបន្តដំណើរបេសកកម្មដោយថ្មើរជើងនៅលើភ្នំគូលែនអតីតមហេន្ទ្របរពតយើងនឹងធ្វើដំណើរទៅកាន់ទីកន្លែងដែរព្រះបាទជ័យវរ្ម័នទី2ធ្វើពិធីទេវរាជអូមានរូងមួយបងប្អូនអូចុះតាមនេះចុះរូងមួយចុះតាមនោះបងប្អូនយើងចូលក្នុងរូងមួយរូងអាកំបាំងអូនេះអូបងប្អូនយើងចូលរូងផ្សងព្រេងអូអ៊ំណាស់បងប្អូនរូងនេះសូមជ្រៅម្លោះអូយលាងអីនេះបងប្អូននេះជ្រៅណាស់នេះអូនេះច្រកបានអូតាមមិនថាមានទឹកហូបហ្នឹងពេលខែភ្លៀងអូមនុស្សចូលអង្គុយសមាធិសិលអីបានដែរជ្រៅបងប្អូនសមាធិភ្លៀងមកមែនអូទៅក្នុងត្រូវទៀតទៅទៀតហ៎ក្នុងចំមានតែក្នុងទៀតបងប្អូនអើយអូចុះផ្លូវទឹកទឹកហូរទឹកហូរក្រុមហ្នឹងទឹកជ្រាបអូនេះកន្លែងអង្គុយតានេះកន្លែងអង្គុយហើយភ្លៀងទឹកជ្រាបមកជ្រៅអូបងប្អូនអើយនេះអូទៅក្នុង10ម៉ែត្រក្នុងឆៃធំបជាវនៅហ្នឹងនោះធំអញបជាវនៅអញ្ចឹងជ្រៅទៅក្នុងឈឹងក្នុងអូដល់បជាវហាតនោះបជាវហាធំបជាវដែរបងប្អូននេះជ្រៅនេះអង្គុយលើដុំថ្មនេះអត់ទៅក្បាលទេណាអង្គុយអត់ទេខ្ពស់បងប្អូនក្នុងកាមេរ៉ាឃើញទូចឡើយយើងអត់ចូលទៅក្នុងទេយើងបន្តដំណើរទៅកន្លែងព្រះអង្គប្រកាសទេវរាជប្រកាសទេវរាជអីប្រកាសឯករាជ្យហើយនឹងធ្វើពិធីទេវរាជអូនេះអាកំបាំងច្រើនណាស់បងប្អូនអើយគូលែននេះភ្នំគូលែនហ្នឹងគឺជាទីសម្បូរទៅដល់អាកំបាំងសម្បូរក៏ដោយកន្លែងកលុកកលៀតច្រើនណាស់ឥឡូវយើងធ្វើដំណើរបន្តទៅទៀតគឺទៅកន្លែងព្រះបាទជ័យវរ្ម័នទី2ប្រកាសឯករាជ្យឬក៏ធ្វើពិធីទេវរាជនៅលើភ្នំគូលែនកាត់ព្រៃទៅស្អាតណាស់បងប្អូនអើយព្រៃណែនល្អណាស់តាមផ្លូវទៅបងប្អូនបានដើរដូចខ្ញុំចេះជឿជាក់ថានឹងបានអារម្មណ៍រីករាយសប្បាយហើយផ្លែផ្សេងមាន់ផ្លែភ្ញៀវផ្លែផ្សេងច្រើនណាស់ផ្លែឈើខ្លះហូបបានប៉ុន្តែខ្ញុំអត់ស្គាល់ទេបងប្អូនដោយសារវាជាប្រភេទព្រៃស្រោងណាអូស្អាតណាស់បងប្អូនយើងចិត្តដល់ហើយស្ងាត់ល្អណាស់បងប្អូនអើយឮសំឡេងសត្វយំនៅនេះអត់មានឮសំឡេងធុងបាសអីទេបងប្អូនណាក្នុងព្រៃនេះគឺអត់ទេគឺឮតែសំឡេងសត្វយំច្រើនប្រភេទដល់នៅអូដល់ហ៎អូបងសុវិតថាដល់ហើយឥឡូវទៅមុខទៀតមើលទៅដល់ទីតាំងមើលកាលពីដើមសតវត្សទី9គឺឆ្នាំ802ព្រះបាទជ័យវរ្ម័នទី2បានយាងមកគង់នៅលើភ្នំគូលែននេះបាទភ្នំគូលែនហើយព្រះអង្គក៏ប្រកាសឯករាជ្យក៏ធ្វើពិធីទេវរាជនៅទីនេះហើយមានប្រាសាទបុរាណជាច្រើនសព្វប្រាសាទត្រូវបានកសាងឡើងដើម្បីជាទីគោរពសក្ការៈបូជាក្នុងរាជឬក្នុងសម័យកាលដឹកនាំរបស់ព្រះអង្គបានបង្រួបបង្រួមជាតិបាទបង្រួបបង្រួមប្រទេសយើងព្រោះមានការបែកបាក់កើតឡើងមុនការចាប់ដើមនៃសម័យអង្គរគឺសម័យចេនឡាគេហៅថាសម័យបុរេអង្គរគឺសម័យមុន
មុនអង្គរសម័យចេនឡាហើយចេនឡានោះគឺបានបែកបាក់ជាពីរចេនឡាគោកចេនឡាទឹកហើយចេនឡាទាំងអស់ជាពិសេសចេនឡាទឹកចេនឡាខាងក្រោមគឺត្រូវបានលុកលុយដោយពួកជ្វាចឹងហើយសង្គមខ្មែរកាលពីសម័យនោះបែកបាក់ដោយសារតែមូលហេតុជាច្រើនប៉ុន្តែមូលហេតុមួយទៀតគឺដោយសារតែក្រោយពីវិបត្តិជ័យវរ្ម័នទី1ព្រះអង្គសុគតទៅมันមានព្រះមហាក្សត្រជាឬក៏ស្ដេចប្រុសហ្នឹងឡើងសោយរាជ្យមានទេមានតែក្សត្រីបាទមានតែស្ដេចស្រីឡើងសោយរាជ្យចឹងហើយក៏អំណាចខ្សោយយើងចិត្តដល់ហើយបងប្អូនចឹងព្រៃទាំងអស់នេះជាព្រៃអភិរក្សហើយតំបន់បុរាណស្ថានជាព្រៃអភិរក្សផុតពីហ្នឹងមកចំការវិជាបរដ្ឋភាគច្រើនគឺស្វាយចន្ទីហ្នឹងតែម្ដងបងប្អូនដើរមកដើរចេញពីអេសីមកព្រឹងអេសីមកបងប្អូនឃើញផ្លូវដើរឡើងមកបងប្អូននឹងមកតាមផ្លូវហ្នឹងហើយឥឡូវយើងចូលផុតពីចំការចូលព្រៃគឺព្រៃអភិរក្សរបស់អាជ្ញាធរឡើងចំណោទតិចទៅហ្នឹងគឺទៅកន្លែងធ្វើពិធីទេវរាជហ្នឹងហើយបងប្អូនទៅមើលតែម្ដងបាទទៅឲ្យឃើញទាំងអស់គ្នាណាហើយបើតាមការដែលយើងសិក្សាស្វែងយល់ស្រាវជ្រាវទៅឃើញថាចំណុចនេះគឺជាចំណុចខ្ពស់បំផុតនៃភ្នំគូលែនបាទចឹងហើយបានជាព្រះអង្គយាងមកទីនេះធ្វើពិធីទេវរាជប្រកាសព្រះអង្គថាជាស្ដេចចក្រវាលលែងចំណោះឲ្យជ្វាបាទអត់ចំណោះជ្វាទៀតទេទូលសារកទៅឲ្យគេហើយលែងត្រូវស្វាយជ្វាបាទពុកកាលណាលែងចំណោះគឺលែងនាំសុយសារកទៅអូនេះអូបងប្អូនអើយនេះចាប់ដើមឡើងច្រាំងហើយនេះដូចចោតបន្តិចទៀតណានេះបងប្អូននេះតែឃើញបងគាត់កំពុងតែដើរហ្នឹងគឺតោះចំណុចទៅខ្ពស់ហើយវាឡើងមកកលាក់ហ្នឹងទៀតនេះវាឡើងទៅមកជន់ទៅទៀតចឹងបងប្អូនវ៉ាវអធិស្ឋានផងដែរបងប្អូនដល់ពេលឡើងចំណោទរៀងហត់បន្តិចចឹងហើយការនិយាយរៀបរាប់ក៏មិនបានល្អអធិស្ឋានដើរមកហត់តិចដែរប៉ុន្តែងាកទៅឃើញព្រៃឃើញដើមឈើសត្វយំឃើញទិដ្ឋភាពតាមផ្លូវដែលយើងដើរនេះឃើញថាស្អាតធ្វើឲ្យអារម្មណ៍ស្រស់ស្រាយតែម្ដងបងប្អូនអើយបានមកដល់ហើយខ្ញុំសប្បាយចិត្តណាបងប្អូនគឺមកដល់ទីកន្លែងគេហៅថាអារាមរោងចិនហើយទីនេះតាមការសន្និដ្ឋានគឺទីកន្លែងធ្វើពិធីទេវរាជហ្នឹងឯងបាទកន្លែងនេះធំមកអូទីទួលមែនបងប្អូនអូនឹងហើយបងប្អូននោះយើងបើយើងមើលស្លាកស្នាមនេះថ្មនេះគឺដាប់ឲ្យស្មើនេះបងប្អូនវ៉ាវនេះដាប់ធ្វើជាទីលានមែនតាបងប្អូនអូយណែបាទនេះសិស្សស្លាកស្នាមនេះថ្មនេះដាប់ចេញហ្នឹងបងប្អូននេះឃើញសល់ច្អូនេះគឺថ្មដាប់ចេញបាទដាប់ថ្មចេញឲ្យវាស្មើទៅជាទីលានមួយឃើញនេះបងប្អូនឆ្ងាយប្រវែងប្រហែលចង់100ម៉ែត្រទៅនោះបាទហើយនេះលើទីទួលបាទទីទួលទីកន្លែងធ្វើពិធីមានខឿនមានអីអូបងប្អូនអើយនេះអានេះគឺនេះថ្មនេះថ្មខ្ពស់នៅលើនេះដាប់ចេញបងប្អូនឃើញនេះនេះស្លាកស្នាមអូបាយមកឃើញសប្បាយចិត្តណាបងប្អូនអូយើងឃើញថាខឿនខ្ពស់ហើយនេះខឿនលើកឡើងមកលើប្រហែលជា3ម៉ែត្រ4ម៉ែត្រមកលើបាទហើយអាជ្ញាធរក៏មានការអភិរក្សថែរក្សាបោសសម្អាតទៅយើងអាចមកទស្សនាមកសិក្សាស្វែងយល់ពីកន្លែងនេះបានជាង1000ឆ្នាំហើយបងប្អូនទីកន្លែងនេះគឺជាទីកន្លែងប្រកាសឯករាជ្យទីកន្លែងធ្វើពិធីទេវរាជ
របស់ព្រះបាទជ័យវរ្ម័នទី2ហើយព្រះអង្គគឺជាព្រះមហាក្សត្រដ៏ល្បីល្បាញមួយរូបហើយសម្រាប់ខ្ញុំយល់ថាព្រះអង្គជាស្ដេចខ្លាំងពូកែគួរឲ្យគោរពមែនទែនអ្វីដែលជាសាសនាប្រវត្តិដ៏អស្ចារ្យរបស់ព្រះអង្គគឺការបង្រួបបង្រួមជាតិហើយប្រកាសឯករាជ្យនឹងឯងនោះគឺជាចំណុចចាប់ផ្ដើមក៏កើតនៅចក្រភពខ្មែរចាប់ពីរាជព្រះអង្គមកព្រះមហាក្សត្របន្តមកចាប់ផ្ដើមកសាងឧត្តមភាពមានន័យថាធ្វើឲ្យប្រទេសរីកចម្រើនអរិយធម៌ខ្មែររីកចម្រើនរុងរឿងคล้ายទៅជាចក្រភពមួយល្បីរន្ទឺនៅអាស៊ីអាគ្នេយ៍និងល្បីរន្ទឺដល់តំបន់អាស៊ីក៏ដូចទៅសាយភាយល្បីល្បាយសរសើរឈ្មោះនឹងទៅកាន់តំបន់ផ្សេងពុំវិញពិភពលោកពីព្រោះតាមឯកសារបានបញ្ជាក់ថាខ្មែរយើងធ្វើចំនួននោះជាមួយពួកអារ៉ាប់ក៏មានដែរបាទពួកអារ៉ាប់ពួកអឺរ៉ុបក៏មានដែរបងប្អូនបាទទៅចិនទៅអីនេះគឺវានេះទៅហើយវាធម្មតាទៅហើយបាទពួកយើងមានទំនាក់ទំនងតាំងពីសម័យនគរភ្នំមកអូបងប្អូនហ្នឹងយើងឡើងឃើញមួយជាន់មកនេះឃើញមួយជាន់ទៀតទៅខាងលើដែលកសាងពីថ្មបាយក្រៀមមានន័យថាធ្វើជាខឿនឡើងទៅលើហើយមួយថ្នាក់ទៅលើដោយរៀបចំថ្មបាយក្រៀមបើយើងមើលពីបរិវេណទីនេះមករាប់រយម៉ែត្រព័ទ្ធជុំវិញហើយបើយើងមើលទៅទៀតវាមានសន្តានដូចជានេះហ៎បងប្អូនដូចជាពីរ៉ាមីតជាន់ទៅលើដូចជាប្រាសាទពីរ៉ាមីតអញ្ចឹងដូចជាប្រាសាទបាគងដូចជាប្រាសាទធំនៅកោះកេរអញ្ចឹងណាបងប្អូនបាទដូចហ្នឹងមិនមែនមានន័យថាទីកន្លែងនេះកសាងក្រោយនោះទេទីកន្លែងនេះគឺកសាងមុនទៅទៀតពីព្រោះការចាប់ផ្ដើមសម័យអង្គរគឺចាប់ផ្ដើមក្នុងរាជព្រះបាទជ័យវរ្ម័នទី2នេះឯងហើយខ្ញុំថាយើងសិក្សាស្រាវជ្រាវទៅយើងឃើញថាឯកសារបានប្រាប់យើងអំពីរឿងរ៉ាវវត្តសាស្ត្រព្រឹត្តិការណ៍វត្តសាស្ត្រជាពិសេសព្រឹត្តិការណ៍ធំគឺការប្រកាសឯករាជ្យនៅលើភ្នំគូលែននេះឯងហើយឥឡូវយើងបានមកដល់ទីតាំងនេះសម្រាប់ខ្ញុំផ្ទាល់ដែលជាអ្នកចូលចិត្តសិក្សាស្រាវជ្រាវផ្នែកប្រវត្តិសាស្ត្រមួយរូបស្រឡាញ់វប្បធម៌ខ្មែរស្រឡាញ់មរតកដូនតាចង់ស្វែងយល់ចង់ឃើញចង់ស្គាល់មិនត្រឹមតែយើងឃើញក្នុងឯកសារទេយើងបានមកឃើញឆ្លងនៅទីតាំងថាតើព្រះអង្គប្រកាសឯករាជ្យនៅលើភ្នំគូលែនធ្វើពិធីទេវរាជប្រកាសព្រះអង្គជាស្ដេចចក្រវាលណាមិនចំណោះឲ្យជ្រាទៀតទេហើយព្រះអង្គឡើងគ្រងរាជហើយព្រះអង្គក៏ជាតំណាងអាទិទេពនៅលើផែនដីអញ្ចឹងណាអញ្ចឹងហើយក៏យើងចង់មកឃើញទីតាំងកន្លែងនោះឥឡូវយើងបានមកដល់កន្លែងនេះយើងឃើញថាវាមានភាពអស្ចារ្យណាស់បងប្អូនបើទោះបីជាស្លាកស្នាមនៅសល់ថ្មបាយក្រៀមជារបៀបជាពីរ៉ាមីតកសាងឡើងជាថ្នាក់ជាខឿនជាន់ឡើងទៅលើដោយថ្មបាយក្រៀមបានមកឃើញហើយមានអារម្មណ៍ហាក់ដូចជាអ្វីដែលកត់ត្រាក្នុងប្រវត្តិសាស្ត្រគឺយើងបានមកដល់មកឃើញជាក់ស្ដែងដូចយើងនៅក្នុងខណៈពេលនោះឬក៏ក្នុងពិធីនោះអញ្ចឹងបងប្អូនណាបាទអូធំមកបងប្អូនផែជាមួយជាន់ក្រោមនេះចង់50ម៉ែត្រទេចាបងប្អូនមួយជាន់ក្រោមហើយមួយជាន់លើទៀតនេះបាទស្ដាយដែរដែលវាបាក់រលំរលុះទៅព្រោះវាយូរហើយជាង1000ឆ្នាំហើយបងប្អូនណាបាទជាង1000ឆ្នាំហើយឥឡូវយើងបានមកដល់ហើយបងប្អូនអូនេះយើងបានមកដល់ខាងលើហើយនេះបងប្អូនវ៉ាវនេះរៀបចំមកបាយក្រៀមជារាងបែបពីរ៉ាមីតគឺជាន់ឡើងលើមកដល់ខាងលើគឺមានទម្រធំមួយបាទនេះទោះបីថាវាមិនមានជាប្រាសាទខ្ពស់ឡើងលើប៉ុន្តែជាកន្លែងធ្វើពិធីដ៏ធំមួយបន្សល់ទុកជាង1000ឆ្នាំសម្រាប់ខ្ញុំយល់ថាវាអស្ចារ្យណាស់បងប្អូនសប្បាយរីករាយរំភើបចិត្តបានមកឃើញមកស្គាល់ពីទីតាំងកន្លែងនេះហើយយើងឃើញទេបងប្អូននេះមកបាយក្រៀមរៀបមកដល់លើកណ្ដាលនេះគឺទម្របើតាមមើលជាទម្រសេវលឹងបាទនេះបងប្អូនហើយកន្លែងនេះជាន់ដែលដាក់នេះមានមួយជាន់ទៀតជាគេហៅថាយោនីគេឆ្លាក់ថ្មជារបៀបជាយោនីនាងឧមាហ្នឹងជាមហេសីរបស់ព្រះសិវៈហើយទម្រនេះអាចជាទម្រលឹងឬក៏ទម្របដិមាអីមួយប៉ុន្តែបើណាកាលណាមាននាងឧមាអញ្ចឹងភាគច្រើនជាសេវលឹងដែលប្រឈរនៅនឹងឲ្យធ្វើពិធីទេវរាជបាទធ្វើពិធីនៅទីនេះមិនដឹងថាពិធីនោះរៀបចំប្រកាសយ៉ាងម៉េចខ្លះទេបងប្អូនបាទទៅតាមពិធី
នៅក្នុងជំនឿព្រហ្មញ្ញសាសនាអញ្ចឹងហើយយើងបានមកដល់ទីតាំងកន្លែងនេះបាទឃើញហើយសប្បាយចិត្តណាបងប្អូនអើយខ្ញុំមានអារម្មណ៍រំភើបរីករាយមែនតើពេលបានមកដល់ទីតាំងកន្លែងនេះបើទោះបីថាវាមានតែខឿនខ្ពស់ឡើងប៉ុន្តែវាដូចជាភ្នំអញ្ចឹងហើយបើតាមការរៀបរាប់ឬក៏ទីនេះគឺជាកន្លែងដែលខ្ពស់ជាងគេនៃភ្នំគូលែនជាចំណុចខ្ពស់ជាងគេអញ្ចឹងណាអញ្ចឹងហើយជាចំណុចតភ្ជាប់ពីផែនដីទៅឋានសួគ៌អីចឹងទៅនៅក្នុងជំនឿសាសនានោះបាទឥឡូវយើងបានមកដល់បានមកឃើញជាក់ស្ដែងអូបងប្អូនយើងសម័យមើលវាដូចជាវេទិកាមួយចឹងណាកំពុងតែប្រពៃពិធីមានមន្ត្រីអាមាត្យមានពួកព្រាហ្មណ៍ពួកអីដែលដឹកនាំធ្វើពិធីហ្នឹងបាទមានព្រះរាជគ្រូណាគ្រូរបស់ព្រះបាទរបស់ព្រះអង្គដឹកនាំធ្វើពិធីនៅលើនេះបងប្អូនឃើញហ្នឹងជ្រៅទៅក្រោមបាទជ្រៅទៅក្រោមឃើញឡើងលើយើងសម័យមើលពេលក្នុងមនុស្សច្រើនកកប៉ុណ្ណាណាធ្វើពិធីប្រកាសឯករាជ្យនៅទីនេះបងប្អូនបានមកលើភ្នំគូលែនបងប្អូនអាចមកទស្សនាទីនេះបាទគួរតែមកដើម្បីមកទស្សនាផងស្វែងយល់ផងនឹករលឹកសម័យត្រឡប់ទៅអតីតកាលនាពេលនោះដែលព្រះបាទជ័យវរ្ម័នទី2ព្រះអង្គធ្វើពិធីទេវរាជនិងប្រកាសឯករាជ្យនៅទីកន្លែងនេះហើយយើងបានមកដល់វាជាទីរំលឹកមួយវាជាទីចងចាំមួយវាជាភស្តុតាងប្រវត្តិសាស្ត្រមួយដែលបង្ហាញអំពីព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្រខ្មែរនៅក្នុងសម័យអង្គរគឺការកកើតឡើងនៃសម័យអង្គរគឺចាប់ពីពេលនោះមកឯងចាប់ពីយើងបានឯករាជ្យមកព្រះបាទជ័យវរ្ម័នទី2ព្រះអង្គដឹកនាំកសាងប្រទេសរហូតដល់មានការរីកចម្រើនបន្តបន្ទាប់នៅក្នុងព្រះមហាក្សត្រក្រោយៗខ្មែរយើងរីកចម្រើនដល់កំពូលបាទដល់កំពូលតែម្ដងនេះដៅស នៅតសនេះ សពីមុនកន្លែងនេះអត់មានអីឡើងលើទេគឺមានតែរោងសង់ពីលើដែលធ្វើពីឈើនេះដណ្ដៅនេះគឺដណ្ដៅសម្រាប់ដាក់នេះដៅអសឈើអសឈើសង់រោងក្របពីលើតែម្ដង សង់ជារោង រោងឈើ រោងក្របពីលើណា កន្លែងនេះកន្លែងព្រះអង្គធ្វើពិធីចឹងហើយខុសពីកន្លែងផ្សេងសូម្បីតាខឿនពីខាងក្រោមរហូតមកដល់ជាន់ខាងលើនេះមាន5ថ្នាក់មាន5ថ្នាក់ខុសពីប្រាសាទផ្សេងទាំងអស់ធម្មតាកន្លែងព្រះរាជាធ្វើពិធីគឺมันអាចដូចប្រាសាទព្រាហ្មណ៍តូចទេអញ្ចឹងត្រូវតែធ្វើទី1ធ្វើកន្លែងខ្ពស់ជាងគេទី2គឺត្រូវធ្វើឲ្យមើលថាធំអស្ចារ្យជាងប្រាសាទផ្សេងដែរអញ្ចឹងកន្លែងព្រះរាជាគឺត្រូវធ្វើឲ្យធំប្លែកខុសពីគេទោះតែប្រាសាទនេះមួយគឺมันមានសាងសង់ជាជាងថ្មឬឥដ្ឋអីទេជាប្រាសាទអីទេ គឺសាងសង់រោងតែម្ដងប្រក់នៅពីលើដោយមានតម្កល់នៅសេវលឹងនៅខាងលើនេះបាទនៅចំកណ្ដាលតែម្ដងតែមានរោងប្រក់ពីលើពីព្រោះយើងឃើញមានស្លាកស្នាមបង្គោលរណ្ដៅទាំងអស់នៅជុំវិញហ្នឹងមានន័យថាកន្លែងហ្នឹងគឺសាងសង់រោង បាទមិនមែនប្រាសាទឡើងលើទេព្រោះកន្លែងធ្វើពិធីកន្លែងប្រកាស ធ្វើពិធី បងប្អូនអើយតម្រូវនេះនៅអ្នកមានណាគេលើកទៅណាទេធំណាស់ បាត់ទទួលសេវលឹងទេ ដកទៅសេវលឹងចេញ ពីព្រោះអីតួបលាំងធំលើកមិនរួចទេលើកមិនរួចទេធំ លើកទៅណាអូយថ្មមួយដុំតែម្ដងបងអត់មានត ថ្មនេះអាចមានមួយជាន់ទៀត មួយជាន់ទៀតមួយជាន់ហ្នឹងគឺ តែមានប្រព័ន្ធបង្ហូរទឹក ហ្នឹងហើយ មានមួយជាន់ទៀតដល់កលមកមានប្រព័ន្ធបង្ហូរទឹកអញ្ចឹងកដាលគឺសសរសេវលឹងដដែលតែនេះបាត់ប្រព័ន្ធបង្ហូរទឹកខាងលើមួយជាន់បាត់ហើយ គេលើកបាត់ហើយ បាត់ឃើញទេគឺថ្មបាយក្រៀមទាំងអស់នេះសសរជុំវិញទាំងអស់អញ្ចឹងយើងមើលឃើញដឹងថាសាងសង់រោងហើយធម្មតាឈើអាយុកាលពាន់ឆ្នាំมันអាចនៅទេដោយសារមានការបំផ្លាញពីជនទុច្ចរិតផងហ្នឹងក៏បាត់បង់អស់ទៅស្លាកស្នាមនៅតែសល់មានតែថ្មនឹងខឿនចំនួន5ជាន់ប៉ុន្តែជាន់ទី1ជាន់ទី2គឺខឿនដីរីឯជាន់ទី3ជាន់ទី4ជាន់ទី5មកដល់លើនេះគឺរៀបពីថ្មបាយក្រៀមដូចបងប្អូនឃើញអញ្ចឹងបែរវេនជុំវិញហើយយើងមើលទៅពិធីពុទ្ធសាសនារាល់ថ្ងៃក៏មានខឿនព័ទ្ធជុំវិញអញ្ចឹងដែរបាទធ្វើដូចគ្នាអញ្ចឹង ហ្នឹងហើយបងប្អូនឥឡូវយើងបានមកដល់ទីកន្លែងនេះហើយក៏បង្ហាញឲ្យបងប្អូនឃើញដែរมันមានអ្វីបង្ហាញច្រើនទេគ្រាន់តែថាទីនេះគឺជា
ទីដែលកសាងដល់ខ្ពស់ជាងគេជាទីសម្រាប់ធ្វើពិធីទេវរាជអញ្ចឹងហើយសម្រាប់ព្រះមហាក្សត្រហើយព្រះអង្គប្រកាសឯករាជ្យទីនេះអញ្ចឹងការកសាងគឺខ្ពស់ឡើងលើដូចជារបៀបពីរ៉ាមីតអញ្ចឹងសង់ឡើងទៅខឿនឡើងលើនៅកណ្ដាលហ្នឹងដាក់សេវលឹងនៅនឹងបដ ாய் ហើយធ្វើជារោងអត់មានកសាងជាប្រាសាទនៅលើហ្នឹងទេនេះមានតែខឿនទេណាបងប្អូននេះហើយខ្ញុំចុះអត់មានតួប្រាង្គប្រាសាទទេមានតែខឿនហើយមានតម្រសេវលឹងនៅហ្នឹងតែម្ដងបាទដាក់សេវលឹងនៅហ្នឹងតែឥឡូវអត់ឃើញទេគឺបងប្អូនឃើញមិនអញ្ចឹងនេះបងប្អូនចុះមកខាងក្រោមអត់ឃើញពីខឿននៅជាន់ខាងលើមិញអត់តោះហើយបងប្អូនអើយនេះស្លាកស្នាមនៅសេះសល់បានមកឃើញកន្លែងនេះសម្រាប់ខ្ញុំសប្បាយរីករាយណាស់បាទខ្ញុំថាបងប្អូនដែលមានឱកាសមានពេលវេលាមកទស្សនាមកកំសាន្តតំបន់ប្រាសាទផ្សេងៗនៅលើភ្នំគូលែនអាចឈៀងចូលមកទីនេះគេហៅថាប្រាសាទអារាមរោងចិនបាទហ្នឹងគេឈ្មោះអញ្ចឹងណាប៉ុន្តែបើយើងមកឃើញគឺជាទីកន្លែងប្រកាសទេវរាជប្រកាសឯករាជ្យហ្នឹងឯងអរគុណច្រើនបងប្អូនខ្ញុំមានតែប៉ុណ្្នឹងទេចែកម្លែកខ្វះចន្លោះព័ត៌មានកន្លែងណាសូមបងប្អូនមេត្តាអធិស្ឋានផងដែរខ្ញុំបង្ហាញឲ្យបងប្អូនឃើញទស្សនវិជ្ជាត្រឹមប៉ុណ្ណេះអំពីទីតាំងកន្លែងនេះជូនពរបងប្អូនទាំងគ្នាមានសុខភាពល្អកម្លាំងមកមួនបាទយើងជួបគ្នានៅវីដេអូក្រោយទៀតបាទ អូមកអាស្លែនេះ តែថាញ៉ាំខយើងគាត់ហៅតាមអ្នកស្រុកគាត់ហៅតាដេកស្អៀងគាត់ហៅតាដេកស្អៀងហ្នឹងហើយគឺតែនារីទៅស្នូកហ្នឹងទៅដល់ពេលយើងដាក់ព័ត៌មានបង្ហាញតាមមើល